ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរក្រុមការងារអង្គការ CBN កម្ពុជាបានសហការជាមួយនឹងមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់យើងបានសហការគ្នាដើម្បីចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅក្នុងភូមិជាទៀលជ្រុំធំប្រម៉ោយស្រុកវាលវែងខេត្តពោធិ៍សាត់ដែលឥតគិតថ្លៃការធ្វើឡើងនេះគឺយើងមានរយៈពេល2ថ្ងៃហើយការពិនិត្យជំងឺមាន2ថ្ងៃហ្នឹងគឺយើងធ្វើនៅលើជំងឺទូទៅហើយនិងជំងឺមាត់ធ្មេញ លោកអ៊ំពុំវិញបងប្អូនបានមកចូលរួមស្ដាប់ពីរបៀបទប់ស្កាត់ជំងឺគ្រុនចាញ់គ្រុនឈាមនិងរបៀបថែរក្សាអនាម័យមាត់ធ្មេញជាមួយមន្ទីរក្រសួងសុខាភិបាលយើងបានចែកជូនថ្នាំដុសធ្មេញនិងច្រាសដុសធ្មេញទៅកាន់បងប្អូនផងដែរ នៅក្នុងការពិនិត្យព្យាបាលជំងឺទូទៅពួកគាត់រីករាយនឹងត្រេកអរណាស់ព្រោះបានជួយសម្រាប់បន្ទុកមិនឲ្យពួកគាត់ចំណាយលុយទិញថ្នាំនិងការធ្វើដំណើរដែលពួកគាត់មានជីវភាពខ្វះខាតនិងរស់នៅឆ្ងាយពីមណ្ឌលសុខភាព លើពីនេះសិភៅពិសេសក៏មានកម្មវិធីសប្បាយៗជាមួយបងប្អូនកុមារដូចជាការលេងល្បែងកម្សាន្តសួរសំណួរពីរបៀបដុសធ្មេញឈ្នះរង្វាន់និងសកម្មភាពសប្បាយៗជាច្រើនទៀតនិងព្យាបាលមាត់ធ្មេញដែលឥតគិតថ្លៃ ខ្ញុំថាសប្បាយពេកអរណាស់អាងដែលបានគ្រូពេទ្យបានមកចុះមកទល់ មានអារម្មណ៍ថាបាយនេះហើយនឹងខ្លែងអរគុណដល់គ្រូដែលបានចុះមកដល់កន្លែងភូមិរបស់យើងនេះ មានអារម្មណ៍សប្បាយចិត្តអរគុណលោកគ្រូពេទ្យដែលដកធ្មេញឲ្យអូន ប្រសិនបើបងប្អូនចង់ចូលរួមចំណែកជាមួយនឹងយើងខ្ញុំមិនថាពេលវេលាសម្ភារៈឧបករណ៍បរិក្ខារពេទ្យថ្នាំសង្កូវក៏ដូចជាសម្ភារៈសិក្សាចែកជូនដល់បងប្អូននៅតំបន់ដាច់ស្រយាលសូមទំនាក់ទំនងជាមួយនឹងយើងខ្ញុំតាមរយៈអាស័យដ្ឋានដូចខាងក្រោមសូមអរគុណសូមជម្រាបលា